ប៉ុន្តែគាត់ណាបងប្អូនមើលវីដេអូតែក្បាលវីដេអូទេបងប្អូនអត់មើលឲ្យចប់ microphone ដែលមានដុំ receiver ដែលមាន bluetooth នៅក្នុងហ្នឹងបាទភាគច្រើនគាត់ទិញទៅគាត់ច្រើនតែក្រែងតែយល់ច្រឡំបាទយល់ច្រឡំអញ្ចឹងទៅខ្ញុំក៏ចេញវីដេអូបកស្រាយអត់សួស្ដីពុកម៉ែបងប្អូនដែលគាត់ទិញក្បាលមីក្រូទៅច្រើនតែទិញទៅខុសតោះនេះបងប្អូនគាត់ទិញទៅអាងថា speaker គាត់ប៉ុនខ្លួនដៃឬក៏ប៉ុនកំពូនជើងអីចឹងណា speaker ហ្នឹងវាអត់មានកន្លែងដោតដូចmicrophone ទេនេះដូចដែលអានេះគេហៅដូច6លីហើយនៅក្នុងនៅក្នុងបាសនៅក្នុង ampli គឺគេហៅអក្សរអង់គ្លេសហ្នឹងគឺ MIC បាទត្រូវដោតចូលនៅក្នុង MIC ប៉ុន្តែ speaker ទូចគឺអត់មានទេ speaker ទូចគឺមានតែដូច AUX នេះដូច AUX ហ្នឹងមានន័យថាដូច3លីបាទឬក៏3លីកន្លះប៉ុន្តែហៅតែ3លីទេបាទអញ្ចឹងសម្រាប់ speaker ទូចបងត្រូវតែទិញបាទត្រូវតែទិញ microphone ដែលមានដុំ receiver ដែលមាន bluetooth នៅក្នុងហ្នឹងបាទខ្ញុំបញ្ជាក់ណាដែលមាន bluetooth ជាប់នៅក្នុង receiver ជាមួយនឹង microphone បាទអញ្ចឹងពេលទិញសួរអ្នកលក់ឲ្យច្បាស់បាទសួរគេឲ្យច្បាស់ថាតើ microphone ហ្នឹងអាចដោតជាមួយនឹង speaker របស់ខ្ញុំបានអត់ microphone ហ្នឹងមាន bluetooth ដែរអត់ microphone ហ្នឹងមានសេរី echo delay reverb អីបានអត់អញ្ចឹងបានបើសិនជាមានចាំបងប្អូនទិញតែបើអត់មានទេកុំទិញឲ្យសោះព្រោះតែបងប្អូនទិញទៅគឺទុកចោលហើយបាទធម្មតាអ្នកលក់តែគេលក់ទៅហើយគេអត់មានត្រឡប់មកវិញទេតោះណាអញ្ចឹងកុំឲ្យបងគាត់ច្រើនតែទិញទៅខុសបាទខ្ញុំអត់មាននិយាយច្រើនទេដោយសារតែមានភ្ញៀវភាគច្រើនគាត់ទិញទៅគាត់ច្រើនតែក្រែងតែយល់ច្រឡំបាទយល់ច្រឡំអញ្ចឹងទៅខ្ញុំក៏ចេញវីដេអូបកស្រាយចេញវីដេអូបញ្យលណាត្រូវបែងចែកឲ្យដាច់បាទ receiver មាន bluetooth និង receiver អត់មាន bluetooth នេះគេហៅថា receiver ដែរប៉ុន្តែអត់មាន bluetooth ទេបាទអាហ្នឹងប្រើបានដែរជាមួយបាសណាដែលមានដូច MIC បាទមានដូច MIC ហើយមានកន្លែងសេរី echo delay ចំពោះបាសដែលមានស្រាប់ប៉ុន្តែបើសិនជា speaker ទូចគឺអត់មានទេបាទ speaker ទូចត្រូវតែសួរអ្នកលក់ឲ្យច្បាស់បាទសួរឲ្យច្បាស់រ receiver ណាដែលមាន bluetooth microphone នោះសេរី echo delay បានបាទខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀតណាកុំឲ្យបងច្រើនតែខុសទិញទៅខុសទិញទៅចោលលុយលុយ4 5 6ម៉ឺនច្រើនដែរតើមិនចេះថាចាយលុយខុសគោលដៅយ៉ាងរហូតណាមិនអញ្ចឹងមានតែបងប្អូនព្យាយាមមើលវីដេអូហើយនឹងស្វែងយល់ឲ្យខ្លួនឯងទេខ្ញុំបានតែត្រឹមតែចែករំលែកបងប្អូនចង់ទិញខ្ញុំក៏មានលក់ប៉ុន្តែ microphone ដែលមាន bluetooth និងមាន reverb មាន delay echo នេះគឺខ្ញុំអត់បានយកចូលទេបាទអញ្ចឹងពេលដែលខ្ញុំយកចូលខ្ញុំនឹងផុសនៅក្នុង page ហើយខ្ញុំនឹងបរិយាយប្រាប់បងប្អូនឲ្យច្បាស់នៅក្នុង page បាទខ្ញុំនិយាយចេញវីដេអូច្រើនមែនទែនប៉ុន្តែគាត់ណាបងប្អូនមើលវីដេអូតែក្បាលវីដេអូទេបងប្អូនអត់មើលឲ្យចប់កាលណាបងប្អូនមើលឲ្យចប់បងប្អូននឹងចេះបងប្អូននឹងយល់បងប្អូននឹងដឹងមិនខាតលុយទៅថ្ងៃក្រោយបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនជម្រាបលា